សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅដើរលេងខេត្តសៀមរាបរយៈពេល2យប់3ថ្ងៃជាមួយខ្ញុំទាំងអស់គ្នាហើយចំពោះអាកាសធាតុថ្ងៃនេះគឺឃើញថាមានភ្លៀងធ្លាក់ខ្លាំងអញ្ចឹងខ្ញុំក៏សម្រេចចិត្តចុះទិញអីញ៉ាំតិចតួចនៅ PET ហើយយើងជិះឡានទៅភ្នំពេញតែម្ដងកុំឲ្យចុះញ៉ាំតាមផ្លូវអញ្ចឹងដោយសារតែមានភ្លៀងធ្លាក់យើងពិបាកក្នុងការចុះទៅញ៉ាំអីហើយនៅតាមផ្លូវខ្ញុំក៏អត់ភ្លេចអង្គុយមើលសារណាដែរអ្នកនរគ្នាដោយសារតែខ្ញុំជិតដល់ថ្ងៃការពារសារណាហើយគឺថ្ងៃទី24ហើយខ្ញុំមកសៀមរាបនេះគឺថ្ងៃទី14សល់តែប្រហែលថ្ងៃទៀតទេខ្ញុំដល់ថ្ងៃការពារសារណាហើយប៉ុន្តែដោយសារខ្ញុំមកសៀមរាបនេះចំថ្ងៃច្រត់ព្រះនគរជាថ្ងៃដែលឈប់សម្រាកដូច្នេះខ្ញុំក៏មកការបងស្រីខ្ញុំផងហើយក៏ជាដើរលេងផងតែម្ដងទៅឥឡូវនេះខ្ញុំបានមកដល់ខេត្តកំពង់ស្ពឺហើយអញ្ចឹងខ្ញុំក៏ចុះទិញអីញ៉ាំហើយបន្ទាប់មកក៏ធ្វើដំណើរទៅភ្នំពេញបន្តទៀតអញ្ចឹងបន្ទាប់ពីធ្វើដំណើរអស់រយៈពេល2ម៉ោងឥឡូវនេះខ្ញុំបានមកដល់ភ្នំពេញហើយឥឡូវនេះខ្ញុំបានមកដល់ហាង Pasta ហើយអ្នកនរគ្នាអញ្ចឹងបងថ្លៃខ្ញុំគាត់ចាប់ផ្ដើមកំងម្ហូបហើយខ្ញុំក៏បានកំង Pasta និង Pizza មកញ៉ាំកន្លែងនេះគឺការកំងលឿនមែនទែនអ្នកនរគ្នាតែ15នាទីទេបន្ទាប់ពីពួកខ្ញុំញ៉ាំរួចរាល់ហើយអស់ហើយពួកយើងក៏ចាប់ដើមចេញដំណើរទៅខេត្តសៀមរាបតែម្ដងនៅតាមផ្លូវពេលយប់អញ្ចឹងបើកគឺរៀងស្រួលដែរដោយសារតែអត់សូវមានឡានច្រើនប៉ុន្តែការបើកបរពេលយប់ក៏ត្រូវតែផ្ដោតលើការប្រុងប្រយ័ត្នខ្ពស់ដែរបន្ទាប់ពីធ្វើដំណើរអស់រយៈពេល3ម៉ោងកន្លះខ្ញុំក៏បានមកដល់ខេត្តសៀមរាបហើយមកដល់នេះគឺម៉ោង12យប់អ្នកទាំងអស់គ្នាខ្ញុំចេញពីភ្នំពេញតម្រាំញ៉ាំអីហើយចូលម៉ោង9យប់អញ្ចឹងឥឡូវនេះខ្ញុំបានមកដល់សៀមរាបគ្រាន់តែមកដល់ភ្លាមគឺចាប់ផ្ដើមទម្លាក់អីវ៉ាន់ដើម្បីឆាប់បានចូល check in ហើយឆាប់បានចូលសម្រាកទៀតដោយសារតែអស់កម្លាំងមែនទែនម្នាក់ជាពិសេសគឺឡានរបស់ខ្ញុំដោយសារតែពួកខ្ញុំមិនមែនចេញពីពេញមកទេគឺយើងចេញដំណើរពីកំពង់សោមមកជិះគឺយូរនៅតាមឡានបើថាយើងជិះតែលើឡានមែនតែក៏មានអារម្មណ៍ថាហត់ដែរអ្នកនរគ្នាដោយសារយើងអង្គុយរហូតអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមលើកវ៉ាលីឡើងទៅជាន់ខាងលើហើយដោយសារតែខ្ញុំកក់វេលាមួយអញ្ចឹងហើយខ្ញុំត្រូវគេងនៅខាងលើបងខ្ញុំគាត់គេងនៅខាងក្រោមហើយនៅ resort មួយកន្លែងនេះគឺគេ decor បែបផ្ទះខ្មែរបុរាណណាអញ្ចឹងហើយអ្នកនរគ្នាឃើញយើងភ័យគឺមិនមែនភ័យនឹងដោះមកអញ្ចឹងទេដោយសារតែម្ចាស់ resort គាត់ចូលចិត្តការ design បែបខ្មែរអញ្ចឹងហើយគឺគាត់ដាំដើមឈើខ្មែរយើងហើយមានការ design ខ្មែរយើងជាច្រើនប៉ុន្តែបើសិនជាអ្នកដែលខ្លាចភ័យព័ទ្ធជុំវិញឬក៏បែបថាផ្ទះបុរាណឈើអីចឹងគឺខ្ញុំអត់រីកមិនអោយមកគេងកន្លែងនេះទេប៉ុន្តែបើសិនជាអ្នកចូលចិត្តបែបផ្ទះបុរាណខ្មែរហើយលក្ខណៈធម្មជាតិច្រើនខ្ញុំរីកមិនអោយមកនេះសម្រាប់ខ្ញុំគឺអត់មានបញ្ហាអីទេអ្នកនរគ្នាខ្ញុំចូលចិត្តផ្ទះបុរាណខ្មែរបែបអញ្ចឹងមើលទៅស្ភាពខាងក្រៅមកខ្ញុំបងប្អូនគ្នាភ័យហ្នឹងភ័យអ្នកខ្លាចខ្មោចអីកុំមកតែអ្នកខ្លាចខ្មោចខ្ញុំមកបានមកគេបានអត់អីតែមានអីតែខ្លាចខ្មោចលើលើណាមានខ្មោចមានតែតកែហើយខ្ញុំចង់អញ្ចឹងបន្ទាប់ពីថតវីដេអូពីបន្ទប់រួចរាល់អស់មួយយប់ហើយខ្ញុំក៏ចូលគេងឥឡូវងាកមកដល់ថ្ងៃស្អែកហើយគឺឥឡូវនេះភ្លឺហើយអ្នកនរគ្នាដោយសារតែយប់មិញខ្ញុំអត់បានគេងទេបន្ទប់ដាច់ភ្លើងហើយដាច់តែបន្ទប់ខ្ញុំមួយទេគឺដាច់ពីម៉ោង1រហូតដល់ម៉ោង8ព្រឹកតែម្ដងប៉ុន្តែមិនអីទេអ្នកនរគ្នាម្ចាស់ resort នេះគាត់ចិត្តល្អមែនទែនដោយសារតែគ្រាន់តែលឺខ្ញុំគេងអត់បានអញ្ចឹងមានបញ្ហាបច្ចេកទេសភ្លើងគាត់ refund លុយខ្ញុំវិញហើយឥឡូវនេះពួកខ្ញុំចាប់ផ្ដើមរៀបចំខ្លួនពេលព្រឹកដើម្បីទៅញ៉ាំកាហ្វេមកកន្លែងដែលល្បីនៅខេត្តសៀមរាបតែម្ដងឥឡូវពេលនេះខ្ញុំចាប់ផ្ដើមចេញដំណើរហើយនេះគឺជាក្មួយប្រុសរបស់ខ្ញុំហើយព្រឹកថ្ងៃនេះគឺអត់សូវមានអ្នកទៅផឹកកាហ្វេច្រើនទេអ្នកនរគ្នាតែបើថាមក3ឡានមែនតែទៅផឹកកាហ្វេបានតែ2ឡានទេហើយ2ឡានហ្នឹងជិះបានតែមនុស្ស3នាក់ទៀតដោយសារយប់មិញមកដល់យប់ជ្រៅពេកអញ្ចឹងហើយគាត់ក៏សុំគេងឲ្យឆ្អែតសិនចាំតែជុំគ្នានៅភូមិព្រះដាក់វិញហើយឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់កណ្ដាលក្រុងហើយពីកន្លែងខ្ញុំគេងមកកន្លែងញ៉ាំកាហ្វេនេះគឺអត់នៅឆ្ងាយពីគ្នាទេអ្នកនរគ្នាហើយនៅហាងកាហ្វេនេះអ្នកនរគ្នាឃើញហើយគឺមនុស្សច្រើនមែនទែនអញ្ចឹងនៅពេលដែលយើងកំងគឺត្រូវតែឈរតម្រង់ជួរសិនទៅអាចកំងបានថាមកថតធ្វើ vlog
cà phê này mình côn mình ấy tẹt tai mình ấy côn lặng phí đi con muối ấy on mà on thon mình sao chứ mà chỉ muốn thon cái kia ហើយនៅហាងកាហ្វេនេះគឺគេប្រសពដេក័រមែនទែនអ្នកនរគ្នាគឺការដេក័ររបស់គាត់គឺបែបជប៉ុនណាចំពោះហាងកាហ្វេមួយកន្លែងនេះគឺមានឈ្មោះថាកម្មមៈអ្នកនរគ្នានៅពេលដែលខ្ញុំទៅដល់ភ្លាមផឹកហើយអស់ចេញពីកន្លែងហ្នឹងក៏ខ្ញុំអត់ទាន់ដឹងថាឈ្មោះហាងកាហ្វេហ្នឹងឈ្មោះអីគេដែរទាល់តែមកវិញមកដល់កំពង់សោមវិញហើយទើបខ្ញុំ research ដឹងថាអូហាងកាហ្វេមួយកន្លែងហ្នឹងឈ្មោះថាកម្មមៈព្រោះខ្ញុំទៅដល់ខ្ញុំហៅតែហាងកាហ្វេជប៉ុនទេដោយសារឃើញការដេក័ររបស់គាត់គឺសុទ្ធតែបែបជប៉ុនទាំងអស់ cà phê hái hay đi mua vào nhóm lại nhau cà phê ở đây kia là bay đi thu tiền hai cà phê qua một con cà phê cắt cây thì em có mua cho mua không ចឹងបន្ទាប់ពីកំងហើយយើងកំពុងតែរងចាំលេខរៀងឥឡូវនេះគឺចាប់ដើមរោហើយបងប្អូនខ្ញុំគាត់ក៏ដើរទៅយកកាហ្វេហើយខ្ញុំមកថ្ងៃនេះគឺចំថ្ងៃមនុស្សច្រើនមែនទែនអ្នកនរគ្នាដោយសារតែថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកចឹងតោះតែយើងរៀងអត់ធ្មត់បន្តិចអ្នកនរគ្នាប៉ុន្តែมันជាបញ្ហាអីទេបើសិនជាយើងចង់ផឹកកាហ្វេហើយសាក់កាហ្វេដែលថ្មីខ្ញុំជឿថាអ្នកនរគ្នាអាចនឹងរងចាំបានរឿងកាហ្វេមួយខ្ញុំក៏ជាមនុស្សម្នាក់ដែលចូលចិត្តផឹកកាហ្វេដែរបើចំពោះពីនិយាយពីការរងចាំកាហ្វេវិញគឺខ្ញុំចាំបានទាំងអស់រយៈពេលកន្លះម៉ោងទៅ1ម៉ោងក៏ខ្ញុំចាំបានដែរអញ្ចឹងឥឡូវនេះបន្ទាប់ពីយើងទទួលកាហ្វេហើយយើងទៅសាក់រសជាតិកាហ្វេទាំងអស់គ្នា giờ sọc lá được để nè score do sọc là đây này score ấy chụp này nè score nè score để đuôi ở đâu mình là score à to giờ ហើយទៅ ខ្ញុំនឹងរកមកបងអត់គ្នាទៅញ៉ាំនំអកាទៅភូមិតែដាក់យើងបងអត់គ្នាហើយយើងចេញទៅហើយចេញពីកាហ្វេទៅ ចឹងបន្ទាប់ពីភ្លក់រសជាតិកាហ្វេហើយឥឡូវនេះខ្ញុំនិងបងប្អូនរបស់ខ្ញុំគឺត្រៀមខ្លួនចេញដំណើរទៅភូមិព្រះដាក់ទាំងអស់គ្នាហើយកន្លែងញ៉ាំកាហ្វេទៅភូមិព្រះដាក់ហ្នឹងគឺចំណាយពេលតែ15នាទីទេអ្នកទាំងអស់គ្នាដែលសារផ្លូវរៀងឆ្លាស់ដែរឥឡូវនេះខ្ញុំចាប់ផ្ដើមទៅជាក្រុងវិញហើយដើម្បីឈ្មោះទៅភូមិព្រះដាក់ទាំងអស់គ្នាហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញថាភូមិព្រះដាក់គឺជាភូមិមួយដែលមានសណ្ដាប់ធ្នាប់មែនទែនអ្នកទាំងអស់គ្នាឃើញតាមផ្ទះនីមួយៗមានការដាក់ទង់ជាតិហើយរៀបចំនៅមុខផ្ទះបានល្អមែនទែន ចឹងឥឡូវនេះបន្ទាប់ពីធ្វើដំណើរអស់15នាទីខ្ញុំបានមកដល់ភូមិព្រះដាក់ហើយនេះក្មួយស្រីខ្ញុំអញ្ចឹងយើងនឹងទៅសាកម្ហូបនៅភូមិព្រះដាក់ទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាមកលេងភូមិព្រះដាក់កុំភ្លេចញ៉ាំជ្រូកអាំងណាអ្នកទាំងអស់គ្នាពួកគាត់ធ្វើឆ្ងាញ់មែនតើខ្ញុំសាកហើយសួយហើយជាពិសេសពោះញាត់គ្រឿងណាពោះវៀនញាត់គ្រឿងខ្ញុំសាកហើយគឺមានរសជាតិឆ្ងាញ់ហើយបើនិយាយពីតម្លៃវិញគឺសមរម្យអ្នកទាំងអស់គ្នា ចឹងឥឡូវនេះយើងកំងហើយខ្ញុំក៏ដើរទៅញ៉ាំអីជុំគ្រួសារខ្ញុំតែម្ដងហើយនេះគាត់កំងមានដូចជាកែបបោកមានច្រើនមុខហើយអ្នកនរគ្នាចាំខ្ញុំបើកសម្លេងឲ្យអ្នកនរគ្នាស្ដាប់ nhìn một cái kia này xong chén thêm à là đi cua nhọt của viền cua ngọt viền đi hôn cần cài bao đã mà phải đã mà mắn luôn này ôi cua bị dụ thế đó nhỉ gọi chăng không biết với còn bà ha ngọt sạch lắm liền đó nay mình sẽ nắng điện buồn trong ba ngày chụp cổ từ mai đấy បន្ទាប់ពីញ៉ាំបាយហើយខ្ញុំក៏ងាកមកមើលនំអាកោដែលបងស្រីខ្ញុំគាត់ទិញតាមផ្លូវនៅភូមិប្រដាក់មកហ្នឹងណាអ្នកនរគ្នាឃើញថាអាកោនេះគឺសាច់គាត់ចាក់បានល្អឆ្ងាញ់ចំណែកស្នូខាងក្នុងហ្នឹងគឺមានខ្ទិះដូងខ្ញុំនិយាយដោយស្មោះត្រង់ហ្មងទៅខាងក្នុងហ្នឹងរៀងជូរបន្តិចអញ្ចឹងខ្ញុំសូមកែលម្អបន្តិចបើសិនជាបងប្អូនលក់សល់យើងគួរតែមានបច្ចេកទេសក្នុងការរក្សាទុកកុំឲ្យមានខ្ទិះដូងជូរខាងក្នុងអញ្ចឹងព្រោះពេលដែលយើងញ៉ាំទៅវាប៉ះពាល់ដល់សុខភាពដែរប៉ុន្តែមិនបញ្ហាអីទេបើសម្រាប់ខ្ញុំគឺខ្ញុំអាចហូបបានហើយបើនិយាយពីសាច់នំខាងក្រៅគឺឆ្ងាញ់ហើយងាកមកកន្លែងនេះវិញគឺជនជាតិបរទេសអ្នកនរគ្នាគាត់កំពុងតែរៀនពីចុងភៅខ្មែរយើងពីមុខម្ហូបខ្មែរយើងផងដែរហើយខ្ញុំក៏បានសួរគាត់ដែរថាគាត់កំពុងតែធ្វើម្ហូបហ្នឹងរៀនធ្វើម្ហូបអីគេអញ្ចឹងគាត់ថាគាត់ធ្វើអាមុខអ្នកនរគ្នាតែស្ដាយខ្ញុំអត់បានថតដល់ចប់ដោយសារតែខ្ញុំបញ្ញាប់ទៅឆែកអាវបន្ទប់យកមិញវិញហើយឃើញថាគាត់ធ្វើតំណងមែនតើហ្មងធ្វើមួយប៉ុន្តែតំណងហើយខ្ញុំចង់ថតឆែករំលែកដើម្បីសັບផ្សាយ
ទៅដល់ភ្ញៀវទេសចរអន្តរជាតិដទៃទៀតដែលគាត់មានគោលបំណងចង់សិក្សារៀនសូត្រស្វែងយល់ពីម្ហូបខ្មែរគឺគាត់អាចមកសិក្សានៅកន្លែងហាងនេះបានដែលមានទីតាំងនៅភូមិព្រះដាក់ចំពោះខ្ញុំផ្ទាល់នៅពេលដែលឃើញភ្ញៀវបរទេសគាត់ព្យាយាមស្វែងយល់ពីវប្បធម៌អរិយធម៌ខ្មែរយើងឬក៏ម្ហូបខ្មែរយើងគឺខ្ញុំសប្បាយចិត្តមែនទែនហើយពួកគាត់ដែលកំពុងធ្វើម្ហូបនេះគឺអាយុច្រើនហើយអ្នកនរគ្នាចាស់អស់ហើយប៉ុន្តែនៅពេលដែល chef គាត់និយាយពីមុខម្ហូបគ្រឿងផ្សំខ្ញុំឃើញថាពួកគាត់រៀនដោយយកចិត្តទុកដាក់មែនទែនដោយក្តីស្រឡាញ់តែម្ដងចឹងបន្ទាប់ពីខ្ញុំទស្សនាពួកគាត់ធ្វើម្ហូបអស់មួយស្ទុះពួកខ្ញុំក៏ចាប់ផ្ដើមគិតលុយដើម្បីត្រឡប់ទៅ resort របស់ខ្ញុំវិញដើម្បីធ្វើការ check out ហើយទៅរកកន្លែងគេងមួយទៀតអ្នកនរគ្នាពីដើមឡើយខ្ញុំថាគេងនៅកន្លែងនោះពីយប់តែដោយសារតែខ្ញុំកក់តែមួយយប់អញ្ចឹងយប់ទី2នេះគឺគេកក់បដ ாய் យើងកក់លេងតាន់គេអញ្ចឹងគេអស់បន្ទប់អញ្ចឹងយើងសម្រេចចិត្តថាចេញទៅកន្លែងផ្សេងមួយទៀតគេហើយនៅតាមផ្លូវភ្លានមែនតើអ្នកនរគ្នាតម្រាំតែរកបានកន្លែងគេងគឺមិនងាយស្រួលទេដោយសារតែគ្នាខ្ញុំច្រើនត្រូវទៅគឺ6បន្ទប់អញ្ចឹងហើយបន្ទប់ខ្លះគឺសន្តាគារខ្លះគឺគេសល់តែ2បន្ទប់3បន្ទប់ទេហើយយើងត្រូវការគេងជុំគ្នាដោយសារបងប្អូនខ្ញុំទៅណាមកណាគឺអត់អាចបែកគ្នាបានទេអ្នកនរគ្នាគឺត្រូវតែទៅជុំគ្នាចឹងតែម្ដងឥឡូវនេះខ្ញុំបានរកកន្លែងគេងថ្មីបានហើយអញ្ចឹងខ្ញុំក៏ check in ចូលបន្ទប់តែម្ដងខ្ញុំជូនបងទៅហើយបងស្គាល់អាគារបង តោះ ទៅខាងនេះចាំមានអីវ៉ាន់ជាតិចាំគ្នាខ្ញុំជួយយក នៅមានមកគ្រួសារទៀត ហើយឥឡូវនេះគឺខ្ញុំកំពុងតែធ្វើដំណើរទៅបន្ទប់របស់ខ្ញុំហើយចំពោះទេសភាពក្នុង resort មួយកន្លែងនេះគឺបែប luxury អ្នកនរគ្នាហើយទីតាំងគឺស្ថិតនៅចំកណ្ដាលក្រុងតែម្ដងមែនតើអ្នករបស់គ្នាពេលមួយហើយសម្រាប់2នេះจะដើរឡើងខាងនេះបងអញ្ចឹង2បន្ទប់នេះបងគ្រីមួយ អូអញ្ចឹងធៀងតុកនេះឲ្យបងណាទៅនោះ បងទៅលើខ្ញុំចាំខ្ញុំជួយស្រួលចិត្តអញ្ចឹងខ្ញុំដកសនេះជូនបងវិញហ៎បង បន្ទាប់ពីបែងចែកបន្ទប់គ្នារួចរាល់ហើយអស់ហើយខ្ញុំត្រូវដើរឡើងទៅជាន់ទី2ដោយសារបន្ទប់ខ្ញុំគឺនៅជាន់ទី2ហើយនៅនេះខ្ញុំ recommend ឲ្យមកដែរអ្នកនរគ្នាដោយសារតែនៅកន្លែងនេះគឺតម្លៃសមរម្យហើយបើនិយាយពីការរៀបចំ resort នេះគឺបែប luxury បើបងប្អូនអត់ខ្លាចគឺបងប្អូនទៅកន្លែង resort ខ្ញុំទី1ខ្ញុំទៅតែបើសិនជាបងប្អូនខ្លាចបងប្អូនមកកន្លែងនេះគឺត្រូវតែម្ដងហើយឥឡូវនេះខាងសន្តាគារគេកំពុងតែលើកវេលាខ្ញុំឡើងទៅលើហើយអ្នកទាំងអស់គ្នាដោយសារគេឃើញខ្ញុំកាន់កាមេរ៉ាផងវេលាផងអញ្ចឹងទៅគេអាណិតខ្ញុំតែមានអីមួយយ៉ាងដែរតែអ្នកទាំងអស់គ្នាធ្លាប់តែដើរឡើងចដាវយន្តដល់ពេលឡើងកម្មចដាវយើងទៅហាត់ប្រាណមួយយ៉ាងដែរសួរខ្លួនអត់អីទេតែកុំច្រើនកម្មពេកក៏វាអត់កើតដែរឥឡូវនេះគឺខ្ញុំបានមកដល់បន្ទប់របស់ខ្ញុំហើយចាំមើលខ្ញុំថត review បន្ទប់របស់ខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលគុណច្រើនគុណបងហើយមួយនឹងបងប្រុសខាងសន្តាគារគាត់ប្រាប់ខ្ញុំថាកុំភ្លេចងើបមើល sunrise ផងដោយសារតែបន្ទប់ខ្ញុំគឺអាចងើបមើល sunrise បានតែខ្ញុំអត់ច្បាស់ខ្លួនឯងថាខ្ញុំងើបមើល sunrise ទាន់ឬក៏អត់ទេហើយនៅក្នុងបន្ទប់នេះផងដែរគឺគេធ្វើបន្ទប់ទឹកផ្សេងបន្ទប់ងូតទឹកផ្សេងហើយបន្ទប់ខ្ញុំនៅខាងក្រៅ view គឺកប់សេរីតែម្ដងដោយសារមើលឃើញអាងទឹកហើយពេលដែលយើងរៀងយប់តិចទៅយើងឃើញផ្កាយអ្នកនរគ្នាខ្ញុំមើលឃើញផ្កាយច្បាស់ចេះហ្មងហើយអាងទឹកនេះខ្ញុំថារៀបចំខ្លួនឲ្យចោះងូតទឹកមួយក្មួយខ្ញុំដែរតែឃើញគេងូតទឹកខ្ញុំអត់ធានចោះទៅសុកចិត្តនៅផ្លាកអាវងូតទឹកនៅលើវិញតបពីងូតទឹករៀបចំខ្លួនហើយអស់ហើយខ្ញុំក៏អត់ទៅណេទេចាប់ផ្ដើមលើកទូរស័ព្ទមកខលណាត់គ្នាទៀតហើយអ្នកគឺណាត់ជាមួយបងប្អូនគ្រប់ family ខ្ញុំហ្នឹងគឺត្រូវចេញទៅខាងក្រៅញ៉ាំអីហើយអ្នកនរគ្នាដឹងអត់ថានៅសៀមរាបយើងនៅពេលយប់គេភាគច្រើនទៅកន្លែងណាអ្នកដែលខេតមកហើយភ្នំពេញមកគេមកលេងសៀមរាបភាគច្រើនពេលយប់គេទៅកន្លែងណាចឹងឥឡូវខ្ញុំអត់ទាន់ប្រាប់អ្នកនរគ្នាទេចាំមើលតិចទៀតខ្ញុំជិះឡានទៅខ្ញុំថតឲ្យអ្នកនរគ្នាមើលតែម្ដងម៉ោង12ទៅដើរអត់កើតឥឡូវម៉ោង7ទៅញ៉ាំអីជុំគ្នាមួយគ្រួសារនៅខាងក្រៅផ្លូវឥ
ឥឡូវនេះគឺខ្ញុំបានមកដល់ហើយដែលកន្លែងខ្ញុំប្រាប់ថាខ្ញុំនឹងមកនឹងអ្នកនរគ្នាគឺប្រហែលជាស្គាល់ទាំងអស់គ្នាហើយឥឡូវយើងកំពុងតែហៅកន្លែងចតឡានហើយមនុស្សច្រើនមែនតើភ្ញៀវទេសចរជាតិអន្តរជាតិគឺសម្បូរតែម្ដងអញ្ចឹងខ្ញុំក៏ចុះពីលើឡានទុកឲ្យទៅកងឡានក៏ទៅរកកន្លែងចតសិនអញ្ចឹងចុះមកភ្លាមគឺខ្ញុំចាប់ផ្ដើមដើរលេងនៅកន្លែង Pub Street ហ្នឹងអ្នកនរគ្នាហើយក្មួយខ្ញុំគឺគាត់ទាញ៉ាំការ៉េមភ្លាមតែម្ដងការ៉េមនេះគេហៅការ៉េមឈូសអូច្រឡំអ្នកនរគ្នាខ្ញុំទុំក្លែកឃើញអសគេមិនហ្នឹងគឺមិនការ៉េមឈូសឯងការ៉េមឆាហើយឥឡូវក្មួយស្រីខ្ញុំគាត់ចាប់ផ្ដើមកំងហើយនេះគឺជាក្មួយប្រុសខ្ញុំគឺគាត់កំពុងតែវឹកវរជាមួយខ្ញុំជាមួយសែងដែលគេដាក់តាំងនេះបន្ទាប់ពីកំងហើយយើងក៏លេចមកមើលអ្នកលក់គាត់ឆាការ៉េមវិញឃើញគាត់ឆាតំណងមែនតើអ្នកគ្នាខ្ញុំចង់តែសុំគាត់ចូលឆាដែរតាហើយអាដៃគាត់ពងឆាហ្នឹងខ្ញុំមានអារម្មណ៍ថាដូចធ្លាប់ឃើញខ្ញុំចេះតែរុនមានអារម្មណ៍ថាធ្លាប់ឃើញណាដោយសារតែពីមុនជាងធ្វើផ្ទះខ្ញុំគាត់ប្រើហ្នឹងដើម្បីបៀកថ្នាំមកដល់ពេលចឹងមានអារម្មណ៍ថាអូធ្លាប់ឃើញតែប៉ុន្តែដែកហ្នឹងសោះបន្ទាប់ពីបានមើលគាត់ឆាការ៉េមអស់មកស្ទុះហើយខ្ញុំក៏ចាប់ផ្ដើមដើរមើលជុំវិញហ្នឹងឃើញថានៅម្ដុំនេះគឺគេលក់សិតសឹងតែជាវត្ថុអនុស្សាវរីយ៍អ្នកនរគ្នាហើយបន្ទាប់ពីមើលកន្លែងហ្នឹងអស់មកកន្លែងហើយខ្ញុំចាប់ផ្ដើមទៅមើលកន្លែងមួយទៀតដែលខ្ញុំចាប់អារម្មណ៍មែនទែនគឺគាត់កំពុងតែអង្គុយឆ្លាក់ចម្លាក់ស្បែកគោហើយខ្ញុំមើលទៅគឺមិនងាយស្រួលទេហើយខ្ញុំគិតថាខ្មែរយើងគឺពិតជាអស្ចារ្យមែនទែនហើយទម្រាំតែបានរូបនីមួយគឺពិបាកណាស់អ្នកនរគ្នាខ្ញុំឃើញគាត់ផ្ចិតផ្ចង់ខ្លាំងមែនទែនមិនងាយស្រួលទេហើយចម្លាក់ខ្មែរយើងអ្នកនរគ្នាដឹងហើយសិតតែមានក្បូរក្បាច់រចនាមិនងាយស្រួលតែម្ដងបើសិនជាអ្នកអត់ជំនាញគឺមិនអាចធ្វើបានហើយទម្រាំតែមានជំនាញមួយនេះគឺចំណាយពេលយូរឆ្នាំដែរហើយឥឡូវនេះខ្ញុំមកមើលបងប្រុសមួយនេះគាត់កំពុងគូររូបចំពោះរូបដែលបងប្រុសគាត់គូនេះគឺជារូបប្រាសាទអង្គរវត្តហើយខ្ញុំមើលទៅគឺការគូរបស់គាត់ផ្ដោតអារម្មណ៍មែនទែនអ្នកនរគ្នាខ្ញុំគិតថាវិចិត្រករមួយណាទម្រាំបានរូបគូដោយដៃមួយផ្ទាំងគឺមិនងាយស្រួលទេណាមិន AI ទេណាគឺត្រូវការផ្ដោតអារម្មណ៍មែនទែនដោយសារខ្ញុំយល់អារម្មណ៍មួយនឹងពួកខ្ញុំចូលចិត្តគូរូបដែរបើសិនជាយើងបាច់អារម្មណ៍បន្តិចគឺខុសហើយមិនមែនថាកែមិនបានទេអ្នកគ្នាគ្រាន់ថាខ្ញុំជឿថានៅពេលដែលយើងកាន់បិចមកគូឬក៏កាន់ Word មកគូកាន់ទឹកថ្នាំមកគូខ្ញុំមិនជឿថាអ្នកនរគេចង់គូឲ្យខុសទេហើយដូចបងប្រុសដែលកំពុងតែគូមួយនេះអញ្ចឹងគឺគាត់នៅពេលដែលគាត់លើកដៃខ្ញុំមកដាក់លើរូបនេះគឺគាត់គិតមែនតើថាគាត់ត្រូវអស់ពណ៌ទៅណាដើម្បីឲ្យស៊ីមួយគ្នាដាក់កន្លែងណាអញ្ចឹងមិនងាយស្រួលទេហើយកុំភ្លេចមកជួយទិញផងគឺសិតសឹងតែជារបស់ខ្មែរយើងពិតហើយបាននិយាយពីតម្លៃវិញគឺពួកគាត់លក់សមរម្យទូថ្លៃទេហើយខ្ញុំក៏បានជួយទិញពួកគាត់ខ្លះដែរអ្នកនរគ្នាដោយទិញពេញថ្លៃតែម្ដងហើយខ្ញុំអត់តថ្លៃទេនៅពេលដែលខ្ញុំជាទម្លាប់របស់ខ្ញុំគឺឲ្យតែខ្ញុំឃើញថារបស់នឹងពិបាកធ្វើពិបាករកហើយអ្វីដែលជាពិសេសមួយទៀតតំណមរបស់ខ្ញុំគឺរបស់ខ្មែរយើងគឺខ្ញុំកម្រតថ្លៃខ្ញុំនិយាយនេះគឺមិនមែនដោយសារខ្ញុំមានលុយច្រើនទេអ្នកនរគ្នាគឺខ្ញុំធម្មតាទេប៉ុន្តែដោយសារតែខ្ញុំចង់ឲ្យតម្លៃទៅដល់បងប្អូនខ្មែរយើងដែលគាត់មានស្នាដៃអញ្ចឹងហើយខ្ញុំអត់ចង់តថ្លៃពួកគាត់ច្រើនទេហើយខ្ញុំឃើញសកម្មភាពដែលគាត់ធ្វើគឺពិបាកបន្ទាប់ពីដើរទិញហើយអញ្ចឹងខ្ញុំក៏មកចូលហាងញ៉ាំអីជាមួយគ្រួសារខ្ញុំនៅកន្លែង Pub Street នឹងដដែលហើយនេះគឺពូលក់ម្ជូរហើយម្ជូររបស់គាត់នេះកុំភ្លេចមកជួយទិញគាត់ផងបន្ទាប់ពីទិញម្ជូរហើយខ្ញុំក៏មកញ៉ាំអីហើយមកហូបនៅកន្លែងនេះឆ្ងាញ់មែនទែនអ្នកនរគ្នាហើយមកដល់ខេត្តសៀមរាបគឺខ្ញុំក៏មកឃើញសមុទ្រតែថាគឺសមុទ្រនៅនេះឆ្ងាយមែនណាអ្នកនរគ្នាប៉ុន្តែឆ្ងាញ់គាត់រក្សាគុណភាពបានល្អហើយបុកល្ហុងគេមិនតិចមែនប៉ុន្តែក៏ជាតិមិនធម្មតាដែរហើយយើងហូបគ្នាច្រើនទៀតដល់ពេលចេញមកបន្តិចយើងទៅគឺកាន់តែឆ្ងាញ់បន្ទាប់ពីញ៉ាំអីរួចរាល់ហើយអស់ហើយខ្ញុំក៏ត្រឡប់មក resort វិញអ្នកនរគ្នាហើយឥឡូវនេះភ្លឺបាត់ទៀតហើយ vlog ខ្ញុំគឺលឿនមែនតើគឺអត់យូរទេឥឡូវនេះខ្ញុំចាប់ដើមក្រោកនេះគឺមកតែងខ្លួនដោយសារតែខ្ញុំត្រូវទៅកម្មវិធីការបងស្រីចដូនមួយរបស់ខ្ញុំអញ្ចឹងហើយយើងត្រូវក្រោកពេលព្រលឹមដើម្បីទៅដោយសារតែទីតាំងរបស់គេរៀងឆ្ងាយដែរហើយយើងគេនៅកណ្ដាលក្រុងយើងត្រូវតែក្រោកពេលព្រលឹមបន្តិចហើយទីតាំងកន្លែងរោងការហ្នឹងគឺនៅស្រុកប្រាសាទបាគងអ្នកទាំងអស់គ្នា
បន្ទាប់ពីខោពីគេងខំមើល sunrise ប៉ុន្តែអត់ឃើញ sunrise ទេដោយសារគេរៀងឈរបន្តិចហើយអញ្ចឹងខ្ញុំក៏ចុះមកបន្ទប់បង make up ដើម្បីធ្វើការ make up ឲ្យឆាប់បានទៅរោងការរបស់គេដោយសារនៅនេះគឺគេញ៉ាំការពេលថ្ងៃត្រង់អ្នកទាំងអស់គ្នាហើយមើលមុខខ្ញុំខុសពីគេមើលអត់ឃើញទេដោយសារតែខ្ញុំបញ្ញប់ភ្នែកឥឡូវនេះខ្ញុំបានមកដល់កន្លែង make up ហើយខ្ញុំកំពុងតែអង្គុយឲ្យគាត់ make up បន្ទាប់ពី make up ព្រោះរហ័សហើយអស់ហើយខ្ញុំក៏ចាប់ផ្ដើមប្រមូលអីវ៉ាន់ដើម្បីប្រមូលអីវ៉ាន់ហ្នឹងគឺយើង check out ហើយទៅរោងការគេចេញទៅភ្នំពេញវិញតែម្ដងបើអ្នកទាំងអស់គ្នាស្ដាប់សំឡេងខ្ញុំរៀងស្អកឥឡូវនេះគឺខ្ញុំចាប់ផ្ដើមឈឺវិញទៀតហើយអ្នកទាំងអស់គ្នាដោយសារតែខ្ញុំត្រូវទឹកភ្លៀងហើយតម្រាំតែបញ្ចូលសំឡេងវីដេអូមួយនេះបានចប់គឺខ្ញុំត្រូវចំណាយពេលរហូតដល់3ថ្ងៃដោយសារតែរវល់ខ្លាំងពេកចេះតែបញ្ចូលហើយដាច់បញ្ចូលហើយដាច់ឥឡូវនេះតពីបាន check out រួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមឲ្យបងប្អូនគាត់លើបានដាក់ឡើងឡានដើម្បីយើងចេញទៅរោងការតែម្ដងឥឡូវនេះខ្ញុំបានធ្វើដំណើរចេញផុតពីសន្តាគារហើយមើលក្មួយប្រុសខ្ញុំនេះគឺគាត់យំនេះមិនមែនអ្នកណាវាយធ្វើបាបអីទេអ្នកនរគឺគាត់អត់ព្រមស្លៀកកៅអៅហ្មងគាត់ចង់ទៅការគេនឹងដោះកៅអៅដោះខោអញ្ចឹងណាហើយយើងមកខំឲ្យគាត់ពាក់កៅអៅហើយឥឡូវនេះយើងមកទិញកាហ្វេសិនអ្នកនរមុនយើងទៅញ៉ាំការគេយើងត្រូវតែមានកាហ្វេសិនដើម្បីមាន power បន្ទាប់ពីទិញកាហ្វេហើយអស់ពេលលុយហើយអស់យើងក៏សុទ្ធឡានតែម្ដងដោយសារតែយើងដល់ពេលវេលាត្រូវបាយខនចងដៃហើយប៊ីសមកអត់តាន់អញ្ចឹងគឺជន់យកតែម្ដងប៉ុន្តែឡើយផ្លូវលំនេះគឺបើកតិចតិចវិញអាសាអីយើងខ្លាចក្មេងនៅតាមភូមិគាត់រត់ចេញមកអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំបានមកដល់រោងការហើយអ្នកនរគ្នាអញ្ចឹងគឺមកដល់ភ្លាមយើងរៀបចំចូលចងដៃតែម្ដងដោយសារតែគេចាប់ផ្ដើមចងដៃហើយTrong cái quen thì nó mà ca cái bài trong đi là bạn ở trước cục bay đo lực chun ông sài được tuអូខេអ្នកទាំងអស់គ្នាបន្តពីបថោតោស្បៃនាងនេះហើយនៅភូមិនេះគឺគេចាប់ដើមញ៉ាំអាហារថ្ងៃត្រង់តែម្ដងអាហារថ្ងៃត្រង់នេះគឺចុងក្រោយអ្នកទាំងអស់គ្នាគឺគេអត់មានញ៉ាំល្ងាចអីទៀតទេហើយនេះគឺជាម្ហូបនៅស្រុកប្រាសាទបាគងម្ហូបការគេហើយឆ្ងាញ់ហើយកាន់តែឆ្ងាញ់នៅពេលដែលយើងបានញ៉ាំអីចុងគ្រួសារហើយយើងជជែកគ្នាលេងបន្ទាប់ពីញ៉ាំហើយពេលថ្ងៃហ្នឹងខ្ញុំក៏ចេញមកភ្នំពេញតែម្ដងអញ្ចឹងខ្ញុំធ្វើដំណើរពីខេត្តសៀមរាបមកភ្នំពេញគឺចំណាយពេលរយៈពេល3ម៉ោងអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ភ្នំពេញហើយក៏បានចូលស្វែងដើម្បីទិញអីញ៉ាំតាមផ្លូវតិចតួចបន្ទាប់មកចេញដំណើរទៅកំពង់សោមតទៀតតែម្ដងហើយនេះក្មួយខ្ញុំស្ដាច់ក្បាលខូចលេខ1គ្មាន2លើលោកបានឡើយទៅដល់ណាឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់ខេត្តព្រះសីហនុវិញហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អូខេអ្នកនរគ្នាឥឡូវខ្ញុំបានមកដល់ផ្ទះវិញហើយការធ្វើដំណើរកម្សាន្តរបស់យើងគឺត្រឡប់មកវិញបានដោយសុវត្ថិភាពហើយសប្បាយរីករាយ